កាលពីព្រេងនឿយមានខ្លាស្វានិងទន្សាយមានសត្វខ្លាមួយវាដាច់សង្វែកដើររកចាប់អ្វីមិនបានសោះខំដើរស្វែងរកណាស់ទៅប្រទះនឹងសត្វអកមួយកំពុងតែយំនៅលើជោគឈើក្បែរមាត់ត្រពាំងខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថាតើនឹងធ្វើដូចម្ដេចទើបអាចចាប់វាបានបើវានៅខ្ពស់ម្លេះបើអញឡើងទៅមុខជាវាឃើញហើយវានឹងហើរទៅជាមិនខានខ្លាអង្គុយចាំមើលកិច្ចការរបស់សត្វអកនោះឯសត្វអកនោះកាលណាទុំហើយភ្នែកតែងតែរំពៃមើលទៅត្រីក្រែងមានត្រីបំលៀសខ្លួនឡើងនឹងចាប់យកតែម្ដងយូរបន្តិចមានត្រីផុសឡើងពីក្នុងទឹកអកក៏ហោះស្ទុះទៅចាប់ត្រីនោះមកធ្វើជាចំណីទៅខ្លាឃើញអកធ្វើដូច្នេះក៏គិតក្នុងចិត្តថាយើអានេះវាអង្គុយស្ងៀមសោះស្រាប់តែមានត្រីហែលក្នុងត្រពាំងវាស្ទុះទៅចាប់បានមួយរំពេចមកក្រអេះមិននឿយហត់ប៉ុន្មានសោះមិនព្រួយដូចជាអញខំដើរស្វែងរកស្ទើរស្លាប់ស្ទើររស់មិនបានអានេះអង្គុយធ្វើច្រងក់ចាប់បានភ្លាមហើយវាមិនលំបាកអោនក្រាបទៀតផងដូច្នេះអញគិតធ្វើដូចសត្វអកនេះវិញស្រួលជាងខ្លាគិតដូច្នោះហើយក៏ដើរទៅទៀតដើម្បីស្វែងរកបឹងឬត្រពាំងជាទីស្ងាត់ហើយដែលមានត្រីច្រើននោះវាដើរទៅដល់បឹងមួយជាទីស្ងាត់នៅមាត់បឹងនោះមានដើមឈើធំដុះជ្រងច្រាងដ៏មានម្លប់ត្រជាក់ត្រឆៃវាពួនខ្លួនវាបានពេលនោះមានបុរសម្នាក់ទៅចងសន្ទូចក្នុងបឹងនោះមុនខ្លាទៅដល់ដោយចង់មើលឲ្យឃើញសន្ទូចខ្លួនដែលរឿយនៅឯនឿយឆ្ងាយបានស្រួលបុរសនោះបានរឿយសន្ទូចហើយមិនឈរនៅនឹងដីទេទៅឡើងលើដើមព្រឹក្សាមួយធំខ្ពស់នៅសង្ងំតែម្នាក់ឯងមិនមាត់កឡើយរីឯខ្លានោះកាលបានទៅដល់ហើយក៏ដើរភ្លុកចូលភ្លុកឡើងរកដើមឈើនឹងឡើងធ្វើដូចជាសត្វអកបុរសឮសូរមើលទៅឃើញខ្លាកំពុងតែដើររួចឡើងទៅអង្គុយច្រហមលើចុងឈើហើយធ្វើសំឡេងត្រាប់តាមសត្វអកថាអកអកអ៊ូអ៊ូគាត់មិនហ៊ានមាត់ថាអ្វីទេចាំមើលហើយគិតថាខ្លានេះវាឡើងចុងឈើនៅក្នុងបឹងដូច្នេះតើវាគិតធ្វើអ្វីយូរបន្តិចមានត្រីងើបឡើងស្រាប់តែខ្លានោះស្ទុះលោតប្រុចរួចផុសឡើងវិញឆ្លក់ទឹកឮសូរខក់បុរសនោះឃើញហើយរួចស្រែកថាស្លាប់ទៅអាខ្មោចធ្វើអ្វីដូច្នេះខ្លាឮមើលទៅឃើញបុរសនោះនៅលើចុងឈើក៏មានសេចក្តីអៀនខ្មាស់ខ្លាំងណាស់ស្ទើរនឹងស្លាប់ខ្លួនព្រោះមិនដែលបងគំនិតដល់ម្លឹងសោះរួចខ្លានឹកថាឥឡូវបុរសនេះឃើញអញតែម្នាក់ឯងបើគាត់ទៅដល់ផ្ទះសមគាត់នឹងនិយាយប្រាប់គេថែមទៀតគេនឹងកាន់តែដឹងរឿងច្រើនកើតមានគេឈ្មោះអាក្រក់ណាស់បើដូច្នេះអញសោកគាត់កុំនិយាយប្រាប់នរណាតទៅទៀតឡើយខ្លាបាននិយាយអង្វរបុរសនោះជាពាក្យអោនលំទោនថាអោអ្នកអើយខ្ញុំបានចាប់ត្រីធ្វើដូចជាសត្វអកវាមិនបានត្រីឯណាទៅបានឯលងទឹកស្ទើរនឹងស្លាប់ខ្ញុំមានសេចក្តីអៀនខ្មាស់ច្រើនណាស់សូមអ្នកអាណិតខ្ញុំកុំនិយាយទៅណាមកណាទៀតអីខ្ញុំនឹងតបគុណឧបការៈអ្នកបុរសតបវិញថាខ្លាឯងឲ្យអ្វីអញខ្លាថាខ្ញុំសន្យារកសត្វមួយព្រឹកយកមកជូនអ្នកនៅទីនេះរៀងរាល់ថ្ងៃបុរសនោះក៏ព្រមព្រៀងទទួលពាក្យខ្លារួចហើយវិលទៅផ្ទះអាត្មាវិញលុះព្រឹកឡើងមកទទួលយកសត្វអំពីខ្លានៅកន្លែងសន្យាខ្លាក៏ខំយកសត្វមកឲ្យបុរសនោះជាប្រក្តីមិនហ៊ានខានកាលបើបុរសនោះបានសត្វនាំយកទៅផ្ទះអាត្មាច្រើនថ្ងៃពេកណាស់នាងភរិយាឆ្ងល់លុះវេលាយប់ក៏សួរដោយស្ងាត់ថាអ្នកឯងធ្វើដូចម្ដេចក៏បានសត្វរាល់ថ្ងៃម្លេះម្ដងសត្វនេះម្ដងសត្វនោះជ្រូកក៏មានក្តាន់ក៏មានឆ្លុះក៏មាន
ប្តីថាអញដាក់អន្ទាក់ប្រពន្ធថាអន្ទាក់អ្វីក៏បានមិនដែលខានដូច្នេះអ្នកអើយប្រាប់ប្អូនឲ្យត្រង់មើលបុរសនោះក៏ភ្លេចពាក្យសន្យាដោយស្មានថាខ្លាកាលណាវានឹងមកក៏ប្រាប់ប្រពន្ធតាមរឿងហេតុពីដើមដល់ចុងប្រពន្ធនោះក៏ជឿលុះព្រឹកឡើងបុរសនោះទៅយកសត្វអំពីខ្លាដោយសពដងលុះទៅដល់ស្រាប់តែឃើញខ្លាអង្គុយច្រហមចាំនៅកន្លែងនោះលុះបុរសដើរទៅដល់ខ្លាប្រាប់ថាបុរសឯងមកហើយអញនៅចាំទេតើអញនឹងស៊ីឯងត្បិតកាលនិយាយគ្នាមុននោះអញហាមថាកុំឲ្យនិយាយប្រាប់គេតទៅទៀតអញសោកឲ្យសត្វមួយរាល់ថ្ងៃឥឡូវម្ដេចក៏និយាយប្រាប់គេបុរសនោះក៏ភ័យភ្នែកស្លក់ឥតប្រកែកថាអ្វីទេគ្រាន់តែអង្វរទៅខ្លាវិញថាបងខ្លាឯងស៊ីក៏ស៊ីចោះខ្ញុំមិនប្រកែកទេបាននិយាយទៅហើយតែបើថ្ងៃនឹងស្លាប់រស់ខ្ញុំសូមទៅជួបប្រពន្ធសិនបានប្រាប់ឲ្យគេដឹងផងខ្លាក៏ព្រមថាទៅចោះតែឲ្យឆាប់ត្រឡប់មកវិញអញស្ដោះទឹកមាត់ចាំតែស្ងួតទឹកមាត់អញតាមទៅស៊ីទាំងប្តីប្រពន្ធហើយទុកធ្វើអ្វីមនុស្សនិយាយមិនទៀងបុរសនោះក៏ទៅទាំងសោកសៅក្នុងចិត្តព្រោះតែមាត់មិនចិត្តបានជាខ្លាវាស៊ីទៅដល់ក៏ប្រាប់ប្រពន្ធតាមរឿងហេតុនោះហើយថាឥឡូវនៅមិនបានទេត្បិតខ្លាវាចាំតែយូរវានឹងមកស៊ីទាំងអស់គ្នាប្រពន្ធក៏យំសោកស្រណោះគ្នាទៅវិញទៅមកស្ដាប់គំនិតប្តីក៏លាប្រពន្ធចាក់ពីផ្ទះដើរមកតាមផ្លូវយំមិនដើរផងដល់ពាក់កណ្ដាលផ្លូវប្រទះនឹងទុនសាយសួរថាបុរសឯងដើរទៅណាយំផងដូច្នេះមានទោសទុកដូចម្ដេចបុរសនោះក៏ថ្លែងឲ្យទុនសាយស្ដាប់សពគ្រប់តាមហេតុការណ៍ទុនសាយឆ្លើយថាបើដូច្នេះភ័យអ្វីទៅខ្លាចអីអាខ្លាកំព្រើលនោះបុរសនោះត្រេកអរក៏ម្នីរត់ទៅរកបានចេកមួយស្និតហើយជូនទៅលោកសុភាទុនសាយថាខ្ញុំជូនលោកសូមតែលោកសុភាទុនសាយជួយខ្ញុំឲ្យរស់ជីវិតផងតែបន្តិចខ្លាវាតាមមកស៊ីខ្ញុំហើយសុភាទុនសាយថាអ្នកឯងទៅជាមួយនឹងយើងចាំមើលខ្លានោះឲ្យជារួចសុភាទុនសាយរកដំបូកមួយយ៉ាងខ្ពស់ឡើងទៅអង្គុយលើដំបូកនោះដើម្បីមើលទៅឲ្យបានឆ្ងាយកាលណាឯខ្លាចាំបុរសនោះយូរពេកក៏តាមមកប្រាថ្នានឹងខំស៊ីទាំងពីរនាក់ព្រោះខុសសន្យាគ្នាពីរលើកហើយវាដើរម្នាក់ឯងតាមផ្លូវរលេះរលាំងមកដល់ទៀបដំបូកបុរសនោះឃើញក៏ប្តឹងសុភាទុនសាយថាមកហើយលោកសុភាទុនសាយប្រាប់ថាកុំមាត់ចាំវាមកចិត្តសិនខ្លាដើរមកកាន់តែចិត្តសុភាទុនសាយប៊ីមចេកមួយក្នុងមាត់ហើយស្រែកក្រហែមឡើងថាអែមស៊ីខ្លា5មិនស្ដាប់អែមស៊ីខ្លា5មិនស្កាប់ផ្ទៃស៊ីត្រប់ខាពុនកូនដៃស្អាកស្ទើបែកអែមខ្លាឮសំឡេងធំក្រអួនថាស៊ីខ្លា5មិនស្កាប់ផ្ទៃក៏ស្ទុះថយក្រោយសុភាទុនសាយក្រហែមថែមម្ដងហើយម្ដងទៀតយ៉ាងផ្ទួនខ្លាស្ទុះរត់លេងទាំងមើលក្រោយរត់ឆ្ងាយពីប្រទេសស្វាមួយទៅលើចុងឈើស្វាឃើញខ្លារត់ស្រែកសួរថាបងខ្លារត់មានការអ្វីខ្លាឮហើយឈប់ឆ្លើយតបទៅវិញទេវើយអាណាក៏ធំលេះស៊ីខ្លាដល់ទៅ5មិនចែកបានជាអញភ័យរត់មកក្រែងវាស៊ីស្វាសួរថាបងឯងឃើញដែរឬអ្វីខ្លាថាទេឮតែសំឡេងស្វាសួរថាមាត់ត្រង់ណាខ្លាតបថានៅប៊ីតដំបូកឯដើមពងរនោះស្វាថាក្រែងបងសុភាទីដឹងចំណាំតែឃើញនៅត្រង់ហ្នឹងខ្លាតបថាមិនមែនទេសំដីសុភាណាដូច្នោះស្វាថាទេប្រកាសជាសុភាហើយបើដូច្នេះទៅម្ដងទៀតមើលខ្ញុំជូនទៅខ្លាមិនព្រមទៅថាក្រែងបងស្វាឯងរត់ចោលអញតែអញភ័យរត់ឡើងចុងឈើទៅតែអញម្នាក់ឯងស្លាប់អញហើយស្វានិយាយម្ដងទៀតថាបើបងឯងខ្លាចខ្ញុំ
រត់ចោលយើងចងកន្ទុយគ្នាបើបងឯងខ្លាចខ្ញុំរត់ចោលយើងចងកន្ទុយភ្ជាប់គ្នាខ្ញុំឡើងទៅចុងឈើឯណារួចបើបងឯងជាប់នឹងខ្ញុំហើយខ្លាថាបើដូច្នោះក៏ទៅកុំរត់ចោលគ្នាវើយខ្លានិងស្វាចងកន្ទុយជាប់គ្នាហើយដើរតម្រង់ទៅដំបូកនោះបុរសនោះឃើញប្តឹងសុភាទន្សាយទៀតថាលោកអើយមកទៀតហើយម្ដងនេះមានស្វាមកផងខ្ញុំខ្លាចណាស់លោកសុភាទន្សាយថាកុំបរំវៃនៅមាត់ឲ្យស្ងៀមចាំវាមកចិត្តបន្តិចនឹងមើលវាសុភាទន្សាយក៏ប្រុងបកចេកមួយនឹងពមឲ្យមួមដល់មកចិត្តស្វាសួរថាត្រង់ណាបងខ្លាថាណោត្រង់ហ្នឹងមាត់ស្រែកពីត្រង់ហ្នឹងសុភាទន្សាយពមចេកនៅក្នុងមាត់ស្រែកថាអាស្វាក្រញ៉ាំងជំពាក់បំណុលអញ4ទៅ5ឆ្នាំដឹងអាខ្លាសុំកោមួយឲ្យអញអែមមើលអាស្វាក្រញ៉ាំជំពាក់បំណុលអញ4-5ឆ្នាំដឹកអាខ្លាសុំកោមួយឲ្យអញអែមមើលមេយាអាស្វានេះខ្លាលឺដូចឆ្នោកក៏ស្ទុះរត់ភីងទៅស្វាខាត់ពុំស្ដាប់ហើយគិតក្នុងចិត្តថាអាស្វានេះវានាំអញមកផាត់បំណុលទេតើស្វាស្រែកថាបងខ្លាជប់សិនខ្លាក៏មិនព្រមដោយចូលចិត្តថាច្បាស់ជាស្វាយកខ្លួនមកផាត់ឲ្យគេហើយរត់ទៅឲ្យឆ្ងាយទាល់តែស្វានោះរំដំនឹងឈើនឹងដីស្លាប់ខ្លួនអវសានទៅ